ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសយ៉ាងច្បាស់ថាការវាយប្រហារលើប្រទេសអ៊ីរ៉ង់នឹងបន្តធ្វើឡើងយ៉ាងខ្លាំងក្លានិងកាន់តែស៊ីជម្រៅក្នុងរយៈពេលប្រមាណថ្ងៃខាងមុខនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News លោកត្រាំបានប្រមានថាប្រសិនបើអ៊ីរ៉ង់មិនព្រមវិលត្រឡប់មករកតុចរចាទេសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមកំណត់គោលដៅវាយប្រហារលើរោងចក្រអគ្គិសនីនិងស្ពានសំខាន់ៗរបស់អ៊ីរ៉ង់នៅសប្តាហ៍ក្រោយលោកបានសង្កត់ធ្ងន់ថាយើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្លាទាំងយប់នេះស្អែកនឹងយប់បន្តទៀតហើយនៅសប្តាហ៍ក្រោយវានឹងកាន់តែអាក្រក់សម្រាប់ពួកគេព្រោះយើងនឹងកំទេចរោងចក្រអគ្គិសនីនិងស្ពានទាំងអស់របស់ពួកគេចោលយោងតាមសារព័ត៌មាន Anadolu ចុះផ្សាយថ្ងៃទី15ខែកក្កដាឆ្នាំ2026លោកត្រាំបានអះអាងថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់កម្លាំងយោធាដើម្បីបង្ខំឲ្យអ៊ីរ៉ង់ធ្វើការចរចាដោយលើកឡើងថាមន្ត្រីអាមេរិកបាននឹងកំពុងតាក់ទងជាមួយមន្ត្រីអ៊ីរ៉ង់ជាបន្តបន្ទាប់តាក់ទងនឹងបញ្ហាច្រកសមុទ្រហូមូសលោកបានបដូរជំហរពីការទារថ្លៃសេវាមកជាការអះអាងថាផ្លូវសមុទ្រនេះត្រូវតែរក្សាឲ្យមានសេរីភាពក្នុងការធ្វើដំណើរដើម្បីជៀសវាងការយកតម្រាប់តាមពីសំណាក់ប្រទេសដទៃការព្រមាននេះធ្វើឡើងស្របពេលដែលបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកបានបញ្ជាក់ពីការបន្តយុទ្ធនាការវាយប្រហារលើសមត្ថភាពយោធាអ៊ីរ៉ង់ដើម្បីការពារសុវត្ថិភាពនាវាចរពាណិជ្ជកម្មនៅពេលនេះស្ថានភាពនៅមជ្ឈមបូព៌ាកាន់តែមានភាពតានតឹងខ្លាំងខណៈកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ក៏បានអះអាងពីការវាយប្រហារតបតដោយបំផ្លាញអាវុធនិងដ្រូនរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែននិងគុយវ៉េតផងដែរទោះបីជាមានការសម្របសម្រួលសន្តិភាពពីប្រទេសប៉ាគីស្ថានកន្លងមកក្តីក៏ភាពតានតឹងយោធារវាងភាគីទាំងពីរហាក់ដូចជាកំពុងឆ្ពោះទៅរកចំណុចដែលមិនអាចដកថយបាន